ភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រគឺយើងចង់និយាយអំពីអំណាចនៃទឹកលុយរបស់អ្នកមានហើយការមិនមានអំណាចដោយសារការអត់លុយរបស់អ្នកក្រអញ្ចឹងមានរូបភាពពីរខុសគ្នាទី1បើយើងនិយាយអំពីជំរកយើងឃើញថាអ្នកមានគាត់មានជំរកដ៏ស្កឹមស្កៃស្អាតទំនើបល្អមានសុវត្ថិភាពមានបន្ទប់គ្រប់ចំនួនហើយនៅតាមបន្ទប់របស់គាត់មួយនោះគឺមានសម្ភារៈប្រើប្រាស់ដ៏ទំនើបបើថាទូទស្សន៍វិញគឺ4ម៉ែត្រ4ជ្រុងហើយគាត់នាំប្រពន្ធកូនគាត់ដេកមើលទៅផ្ទះរបស់គាត់មានអាងហែលទឹកមានទីធ្លាមានកន្លែងហាត់ប្រាណមានភោជនីយដ្ឋានមានចុងភៅមានទីវាលដើរកម្សាន្តមានសួនផ្ការ៉ូមេទិកឬក៏មនោរម្យហើយគាត់នាំគ្នាដេកបន្លែងគ្នានឹងមុខសួនច្បារជាមួយប្រពន្ធកូនដេកមើលទូទស្សន៍គាត់អត់បានខ្វល់ខ្វាយអំពីចំណូលគាត់អត់បានខ្វល់ខ្វាយអំពីបញ្ហាលុយកាក់ហើយផ្ទះរបស់គាត់មានអ្នកយាមរបងរបស់គាត់ធំខ្ពស់មាំអញ្ចឹងគាត់មានទាំងសុភណភាពមានសុវត្ថិភាពនិងភាពងាយស្រួលអញ្ចឹងយើងមើលទៅគួរឲ្យសុខដុមណាស់សម្រាប់អ្នកដែលមានលុយតែយើងក៏លេចមកមើលអ្នកអត់មានលុយវិញជំរករបស់គាត់គឺធ្វើឲ្យបានត្រឹមតែជ្រកនៅតែប៉ុណ្្នឹងទេគ្មានបន្ទប់គ្រប់គ្រាន់គ្មានសុវត្ថិភាពគ្មានរបងគាត់អត់មានអាងហែលទឹកទេមានតែដងហែលទឹកហើយដងហ្នឹងគឺដងសម្រាប់ប្រើមិនមែនជាដងហែលទឹកទេហើយផ្ទះរបស់គាត់ពេលខ្លះវាខ្សែខ្យល់ខ្លាំងមកអង្គើហ្នឹងគឺអាចនឹងប៉ើងទៅបើយើងនិយាយអំពីអ្នកដែលមានជីវភាពខ្សត់ខ្សោយមែនតើនោះគឺផ្ទះមួយដេកគ្នាមកគ្រួសារហើយអត់មានបន្ទប់ទៀតឬក៏មានបន្ទប់លហេកលហែកឬក៏អត់មានបន្ទប់ទឹកទៀតអញ្ចឹងវាអត់មានសុវត្ថិភាពទេណាឧទាហរណ៍ថាកូនរៀបការហើយគ្នាត្រូវការផ្សំទំនេរក៏មិនដឹងថាទៅផ្សំទំនេរយ៉ាងម៉េចបើផ្ទះមានបន្ទប់តែមួយហើយបើផ្ទះរបស់យើងអត់មានសុវត្ថិភាពបែបហ្នឹងយើងក៏ពិបាកក្នុងការទុកនៅទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់របរមានតម្លៃនឹងត្រូវបានប្រឈមនឹងហានិភ័យហើយយើងក៏អត់ហ៊ានដើរចោលផ្ទះដែរហើយប្រពន្ធកូនរបស់យើងបើសិនជាយើងដើរចោលផ្ទះយើងមិនហ៊ានទុកឲ្យគាត់នៅម្នាក់ឯងនឹងទេឬឲ្យគ្នានៅតែស្រីនឹងទេគឺប្រឈមនឹងការមើលងាយឬយើងនៅគេអាចដឹងយើងមិននៅគេអាចដឹងបើផ្ទះរបស់អ្នកមានវិញអត់ទេនៅមិននៅអត់ដឹងទេឃើញបំភ្លឺភ្លើងចោលរហូតហើយអ្នកមានខ្លះក៏ធ្វើកន្លែងចតយន្តហោះនៅពីលើផ្ទះទៀតដើម្បីមានភាពងាយស្រួលពេលគាត់ត្រូវទៅណាមកណាអញ្ចឹងផ្ទះផ្លូវជិះហេលីកុបទ័រហើយបើថាផ្ទះអ្នកក្រវិញក៏នៅហេលីកុបទ័រចុះទៅហ្នឹងបើកដបូលបើកដបូលទៅតាមខ្យល់អស់បាត់ទៅហើយហ្នឹងគឺភាពខុសគ្នារវាងជំរកឥឡូវយើងនិយាយអំពីរឿងអាហារវិញម្ដងគឺចំណុចទី2អ្នកមានបើគេនៅផ្ទះគេហូបឆ្ងាញ់រាល់តែថ្ងៃម្ហូបណាឆ្ងាញ់ម្ហូបណាប្លែកទោះជាតម្លៃប្រមាណក៏គេអត់ខ្វល់កូនគេចង់ហូបអីបានហ្នឹងបកងអីហ្នឹងគឺទលាន់ហើយសម្រាប់អ្នកមាននោះគេសិតតែព្រួយត្រីឆ្លាមទឹកមាត់ត្រចៀកកាមបើថាអ្នកក្រវិញយើងឃើញថាមានប្រមាណមុខម្ហូប2មុខឬក៏1មុខអ្នកមានវិញម្ហូបឡើងពេញមុខម្ហូបនៅពេញមុខហូបមិនអស់តែអ្នកក្រវិញមិនមែនហូបមិនអស់ទេគឺហូបមិនសល់ពេលដែលគាត់ទៅដើរលេងគាត់ទៅហូបចំណីអាហារនៅក្នុងភោជនីយដ្ឋានដោយមិនខ្វល់ថាអស់ប្រមាណចំណែកយើងវិញគឺយើងត្រូវមើលលុយសិនថាតើលុយរបស់យើងមានប្រមាណបើសិនជាលុយរបស់យើងមានតិចយើងនឹងរលេះឆាប់ចេញពីភោជនីយដ្ឋានហ្នឹងមិនឲ្យបងប្អូនយើងហូបយូរទេតែសម្រាប់គ្រួសារអ្នកដែលមានលុយវិញគឺចង់គេហូបប្រមាណក៏បានដែរហើយបកងក្តាម ឬក៏ត្រីឬក៏សាច់គឺហូបសល់ហូរហៀតែគ្នាអ្នកក្រគឺមិនមែនហូរហៀទេពេលខ្លះយើងឃើញកូនហូបលូកសាច់យើងធំតិចស្រែកឲ្យគ្នាមិនបានយកត្រីធំហ៎ណែកុំយកទាំងអស់ទុកមកកណាត់ឬក៏យកបន្តិចបានហើយទុកអ្នកក្រោយផងពេលអ្នកមានអត់ចឹងទេចង់ហូបប្រមាណហូបទៅហូបអស់ថែមទៀតកូនហើយហូបឲ្យច្រើនណាកូនអញ្ចឹងនេះគឺយើងនិយាយអំពីអាហារទី3យើងនិយាយអំពីការព្យាបាលនិងការទិញថ្នាំសង្កូវព្រោះវាជាតម្រូវការរបស់មនុស្សអញ្ចឹងយើងមើលថានៅពេលដែលមានអ្នកណាឈឺគឺគេទិញថ្នាំល្អគេមានលុយគ្រប់គ្រាន់ដើម្បីទិញថ្នាំហើយបើសិនជាមានអាសន្នក៏គេមានមធ្យោបាយគ្រប់គ្រាន់ដើម្បីដឹកអ្នកជំងឺទៅដល់មន្ទីរពេទ្យអ្នកមានគេមានគ្រូពេទ្យប្រចាំនៅផ្ទះទៀតទាំងយប់ទាំងថ្ងៃអីគឺគេមិនឲ្យមានហានិភ័យផ្នែកសុខភាពរបស់គេអ្នកដែលឈឺពោះគឺគេមានបន្ទប់
ឬក៏គេទៅពេទ្យល្អដើម្បីធានាសុវត្ថិភាពរបស់ប្រពន្ធគេហើយគេយកសិទ្ធិបន្ទប់ VIP ហើយពេទ្យទៅដល់ពេទ្យហ្នឹងពេទ្យក៏នៅឃើញអ្នកមានហ្នឹងលេបទឹកមាត់ដែរពេទ្យឃើញអ្នកមានគឺយកចិត្តទុកដាក់ណាថ្នាំសេរ៉ូមថ្លៃមកថែទាំមកសួរសុខទុក្ខ1ម៉ោងមិនដឹងប្រមាណដងទេតែចំណែកអ្នកក្រវិញពេលដែលគាត់ឈឺគាត់អត់មានមធ្យោបាយទៅពេទ្យពេលដែលគាត់ឈឺគាត់អត់មានលុយសម្រាប់ទិញថ្នាំឬអ្នកខ្លះសុខចិត្តឲ្យស្លាប់តែម្ដងជំងឺធ្ងន់គឺមានតែរឿងអស់សង្ឃឹមហើយអ្នកដែលមានផ្ទៃពោះវិញអ្នកខ្លះកើតកូនតាមរមាក់កើតកូនតាមរទេះកើតកូនពាក់កណ្ដាលផ្លូវក៏មានដែរហើយបើសិនជាយើងទៅដល់ពេទ្យវិញចាំមើលពេទ្យធ្វើមុខដាក់ម៉េចចំពោះយើងពេទ្យស្វាគមន៍តែអ្នកមានទេចំពោះអ្នកក្រពេទ្យមិនសូវអើពើមិនសូវស្វាគមន៍ទេហើយសួរយើងមានលុយអត់តើតែយើងមានលុយសិនបានពេទ្យព្យាបាលយើងបើអត់មានលុយគឺអត់ព្យាបាលទេអាចនឹងឲ្យយើងទៅផ្ទះវិញហើយបើអ្នកមានវិញមិនចាំបាច់សួររួញចូលបន្ទប់ VIP ពឹបហៅគ្រូពេទ្យមកដាក់វឹបអញ្ចឹងសម័យឥឡូវហ្នឹងនៅពេលដែលការមានលុយនិងការអត់លុយហ្នឹងវាទៅជាខុសគ្នាអញ្ចឹងវាមិនទាំងអស់ទេប៉ុន្តែបណ្ដាប្រទេសខ្លះគេអាចយកចិត្តទុកដាក់គ្រប់គ្រាន់សម្រាប់គ្រូពេទ្យទាំងអ្នកមានទាំងអ្នកក្របើសិនជាយើងមានលុយយើងទៅពេទ្យទៅអាពេទ្យកន្លែងដែលគេមានឧបករណ៍គ្រប់គ្រាន់គឺអាចនឹងជួយសង្គ្រោះដូចជាជំងឺបេះដូងជំងឺខួរក្បាលអីគេអាចជួយសង្គ្រោះតាន់សភាពការតាន់ពេលវេលាចំណែកអ្នកក្រវិញនៅពេលដែលគាត់ឈឺគាត់ទៅណាមិនគាត់ទៅរកពេទ្យល្មមហើយពេទ្យល្មមគឺពេទ្យដែលអត់មានឧបករណ៍សម្ភារៈគ្រប់គ្រាន់ពេលគេឈឺគេមានឡានផ្ទាល់ខ្លួនគេទៅអ្នកមានតែពេលអ្នកក្រវិញហៅរមាក់កុំថាឡើយឡានពេទ្យសូម្បីតែរមាក់ហ្នឹងក៏ពិបាកក្នុងការហៅផងព្រោះអ្នកខ្លះគេខ្លាចដឹកទៅងាប់ពាក់កណ្ដាលផ្លូវគេសយគេណាយើងមើលសម្លៀកបំពាក់អ្នកមានមួយថ្ងៃគេពាក់3 4កាផ្លេហើយល្មមហ្នឹងគឺគេកវត្តចោលហើយដែលយើងឃើញគេលក់អាវទៅជុះលេខ1អាវទៅជុះល្អហ្នឹងបើយើងទិញអាវទៅជុះប៉ាអាវអ្នកមានគឺនៅថ្មីទាំងអស់ហ្នឹងចំណែកឯអ្នកក្រវិញគឺគាត់ស្លៀកពាក់ដដែលពាក់ឲ្យតែបានរុំខ្លួនហើយយើងមើលលោកតាលោកយាយឬក៏ឪពុកម្ដាយរបស់យើងទៅណាក៏ដោយគាត់មានអាវមិនគ្រប់គ្រាន់ទេមានខោអាវសម្លៀកបំពាក់ស្បែកជើងគឺអត់គ្រប់គ្រាន់ទេពាក់ដដែលសម្រាប់អ្នកមានគេដូរគេផ្លាស់អាវរបស់គេអាវគេមួយបាន$500 $1000អ្នកក្រអាវមួយកុំថាឡើយ$5000ឬក៏$500ឬក៏$50សូម្បីតែអាវមួយ$5ហ្នឹងក៏គ្នាមិនមានទិញដែរប្រើតែអាវទៅជុះតាអញ្ចឹងបើយើងធ្វើការប្រៀបធៀបរវាងអ្នកមាននិងអ្នកក្រយើងឃើញថាអ្នកដែលគេមានលុយសម្លៀកបំពាក់របស់គេគឺស្ទើរតែស្មើនឹងទឹកលុយគេយករបស់របរមករុំខ្លួនគេហ្នឹងគឺស្មើទឹកលុយតែម្ដងអាវមួយជួនកាល$10000ក៏មានដែរហើយសម្រាប់អ្នកក្រវិញគឺអាវទៅជុះ3រៀល5រៀលហ្នឹងថ្លៃអាហ្នឹងថ្នាក់ខ្ពស់ហើយណាមានអាវទៅជុះ1000 2000ទៀតក៏មានដែរឪពុកម្ដាយយើងចាស់ហើយយើងអ្នកមានគេមានលុយទិញសម្លៀកបំពាក់ឲ្យឪពុកម្ដាយរបស់គេប្រើប្រាស់គ្រប់គ្រាន់ចំណែកឯយើងវិញឪពុកម្ដាយរបស់យើងមិនទាន់មានសម្លៀកបំពាក់គ្រប់គ្រាន់ទេអ្នកសម្រាប់អ្នកមានប្រពន្ធកូនគេឲ្យស្លៀកពាក់ថ្លៃនាំប្រពន្ធទៅផ្សារទិញគ្រឿងអលង្ការថ្លៃសម្រាប់ប្រពន្ធអ្នកក្រវិញគឺអត់មានទេខ្សែកផ្លាទីនកឡៃហើយយើងមើលដំណើរទេសចរនៅពេលដែលយើងទៅទេសចរនៅទីណាម្ដងអ្នកក្រគិតណាគិតថាត្រូវចំណាយលុយប្រមាណទៅកន្លែងណាចំណែកអ្នកមានគេអត់គិតទេគេមិនគិតថាត្រូវចំណាយលុយប្រមាណទេគេអាចនឹងគិតថាទៅកន្លែងនោះសុបាយឬក៏អត់បើសិនជាសុបាយទៅគេទៅហើយគេជើងវែងដៃវែងណាគេមិនមែនត្រឹមតែជើងវែងដៃវែងគេថែមទាំងមានស្លាបទៀតគេអាចនាំប្រពន្ធកូនគេហោះហើរទៅលេងជុំវិញពិភពលោកគេលេងក្នុងប្រទេសគេលេងកន្លែងណាឲ្យតែសុបាយកន្លែងណាជាឋានសួគ៌លោកីសន្តាគារថ្លៃកន្លែងដែលថ្មីឲ្យប្លែកអញ្ចឹងធ្វើឲ្យជីវិតរបស់គេនឹងស្រស់បំព្រងពោពេញដោយសេចក្តីសុខចំណែកឯអ្នកក្រវិញគឺដៃខ្លីជើងខ្លីអត់បានដើរលេងជុំវិញពិភពលោកទេអាចដើរលេងជុំវិញវត្តលោកអាចដើរលេងជុំវិញផ្ទះអាចដើរលេងក្នុងភូមិហើយការដើរលេងសុទ្ធតែមានហានិភ័យទាំងអស់ជិះម៉ូតូគេបុកឬក៏មានគ្រោះថ្នាក់ហើយមានគ្រោះថ្នាក់អ្នកជិះឡានមិនសូវមានគ្រោះថ្នាក់ទេជិះម៉ូតូហ្នឹងមានគ្រោះថ្នាក់ច្រើនជាងហើយយើងមើលមធ្យោបាយធ្វើដំណើរអ្នកមានឡានមួយគេជិះតែម្នាក់គេណាឬក៏គេជិះឡានមួយគេជិះតែគ្រួសារគេមកគ្រប់4នាក់5នាក់6នាក់បើថាគ្រួសារគេលើសពី6នាក់គេប្រើឡាន2 3ឯងគឺអត់មានជិះឈ្មៀតគ្នាដូចយើងទេដល់ពេលអ្នកក្រវិញគឺ5នាក់5នាក់ហ្នឹងមិនមែនឡានមួយទេណាគឺម៉ូតូមួយជិះគ្នាដល់5នាក់ពីមុខហ្នឹង2ពីក្រោយហ្នឹង3 6នាក់ហើយនេះគឺជាការប្រថុយប្រឋាននៅនឹងបញ្ហាគ្រោះថ្នាក់តកតទៅនឹងសុវត្ថិភាពអ្នកមានគាត់
សបាយនឹងការឲ្យទានក្នុងការធ្វើទានចំណែកអ្នកក្រវិញគឺឲ្យទានយ៉ាងម៉េចបើខ្លួនឯងរកមិនទាន់បានគ្រប់ផងមិនអាចនឹងឲ្យគេបានគ្រប់ជាងខ្លួនឯងទេមនុស្សយើងតលតែឲ្យខ្លួនឯងគ្រប់សិនហៀខ្លួនឯងសិនបានបន្សល់ទុកទៅឲ្យអ្នកផ្សេងបានបើខ្លួនឯងមិនទាន់សល់ទេគឺអត់អាចហៀទៅដល់អ្នកផ្សេងបានទេដូច្នេះការឲ្យទានក៏វាប្រព្រឹត្តទៅតាមការមានបានរបស់ខ្លួនដែរចឹងហើយបើយើងឃើញទស្សនវិជ្ជាខុសគ្នាទាំងអស់ហ្នឹងទស្សនវិជ្ជាខុសគ្នារវាងអ្នកមាននិងអ្នកក្រការដែលយើងនិយាយបែបនេះមិនមែនមានន័យថាយើងត្រូវស្អប់អ្នកមានឬក៏បន្ទោសអ្នកមានទេប៉ុន្តែយើងត្រូវកែប្រែខ្លួនយើងពីក្រទៅជាមានដើម្បីឲ្យបានរស់នៅក្នុងស្ថានភាពមួយដែលយើងចង់រស់នៅឲ្យវាពេញលេញកុំឲ្យយើងបង្ខំចិត្តរស់នៅក្នុងស្ថានភាពមួយដ៏លំបាកយ៉ាប់យ៉ឺនលំ